ខ្ញុំសូមវល់បងដំរីរឿងដំរីស្ដនិងសត្វចាបកាលពីយូរលង់ណាស់មកហើយមានដំរីស្ដធំមួយដើររកស៊ីក្នុងព្រៃតែម្នាក់ឯងមុខខ្ញុំស្អាតហើយរឿងសង្ហាតើស្រងជីវ៉ាព្រមស្នេហ៍បងទេបងជីកំឡងស្មោះនឹងស្នេហ៍អូនស្នេហ៍បងទេបងការពីអូនជួនជាពេលនោះដំរីស្ដបានជួបមេចាប់មួយកំពុងតែក្រងកូននៅលើគុម្ពស្មៅនៅលើផ្លូវដែលវាកំពុងតែដើរកាត់កូនកុំស្រែកលើពេកបន្តិចទៀតម៉ែនឹងទៅរកចំណីឲ្យហើយជីមានដំរីដើរតម្រង់មកទីនេះហើយតាមេចាប់ភ័យណាស់ក៏អង្វរដំរីថាបងដំរីអើយបងដំរីយីស្អីគេចេះអើបងដំរីអើយសូមបងមេត្តាកុំដើរមកកន្លែងនេះអីព្រោះជន់កូនខ្ញុំឥឡូវហើយដំរីអាងខ្លួនជាសត្វធំមិនស្ដាប់ពីអង្វររបស់មេចាប់ទេវានៅតែដើរទៅមុខហើយស្រែកស្ដីឲ្យមេចាប់វិញថាមិនក៏ឯងមកធ្វើសម្បុកអីនៅលើផ្លូវយើងចង់ដើរផ្លូវណាជាសិទ្ធិរបស់យើងព្រោះផ្លូវនេះមិនមែនជារបស់ឯងទិញដាច់ទេយើងប្រើតែជើងម្ខាងក៏សម្រាប់ពួកឯងទាំងអស់បានដែរសូមបងដំរីជិះពីផ្លូវហើយដើរផ្លូវផ្សេងបានទេសូមមេត្តាផងចាយីឯងគឺជាសត្វតូចមួយសោះកុំមកចង់ត្រួតត្រាប្រជាយើងបែបនេះកុំថាឡើយខ្លួនឯងមានគ្នារាប់ម៉ឺនក្បាលក៏យើងមិនខ្លាចដែរយើងតែខ្លួនមួយក៏អាចសម្លាប់ពួកឯងគ្មានសល់ឆ្អឹងប៉ុនសរសៃសក់ទេថាហើយដំរីក៏ដើរទៅមុខជន់កូនចាប់ស្លាប់អស់មួយរំពេចអើយទេកុំជន់កូនខ្ញុំទេខ្ញុំសូមវល់បងដំរីមេចាប់កើតទុកឈឺចិត្តយ៉ាងខ្លាំងព្រោះកូនស្លាប់អស់វាប្រឹងហើរទៅទុំលើមែកឈើខ្ពស់ហើយស្រែកប្រាប់ដំរីថាណែអាដំរីស្ដកំណាចឯងពិតជាអាក្រក់ណាស់អាងខ្លួនមានមាឌធំហើយមកប្រមាថជីវិតគេបែបនេះឯងសប្បាយចិត្តសិនចាស់កុំតែមានថ្ងៃណាមួយឯងទទួលបានផលបាបវិញទេយើងនឹងធ្វើឲ្យឯងសងជីវិតកូនយើងវិញក្នុងថ្ងៃណាមួយឲ្យបានមេចាប់ជេរប្រទេសរួចក៏ហើរទៅរកពឹងពាក់សម្លាញ់ក្អែកហើយនិយាយរឿងរ៉ាវដំរីជន់កូនខ្លួនស្លាប់តាំងពីដើមរហូតដល់ចប់ហើយយំអង្វរឲ្យក្អែកទៅចោះភ្នែកដំរីស្ដនោះអើសម្លាញ់ក្អែកអើយសម្លាញ់គ្នាពិតជាមានទុកធំណាស់សម្លាញ់អើយហើយសម្លាញ់ឯងមានរឿងអីទៅបានជាមកទួញសោកបែបនេះតើមានរឿងអ្វីខ្ញុំអាចជួយឯងបានទេតើមានរឿងអីហ៎គឺកូនរបស់ខ្ញុំត្រូវស្លាប់បាត់បង់ជីវិតអស់ហើយសម្លាញ់តើមានរឿងអីមានរឿងអីមិនបានទៅជាបែបនេះទៅវិញតើអ្នកណាធ្វើបាបកូនរបស់ឯងសម្លាញ់ប្រាប់គ្នាមកគឺអាដំរីស្ដកំណាចវាបានប្រមាថជីវិតកូនរបស់គ្នាវាបានជន់កំទេចនិងគំរាមគ្នាណាសម្លាញ់វាថែមទាំងមើងងាយសត្វដែលមានមាឌតូចជាងវាទាំងអស់ទៀតផងគ្នាពិតជាឈឺចិត្តខ្លាំងណាស់អូយហើយមិនក៏ក្រក់មែនហើយក្អែកអាណិតមេចាប់ណាស់នឹងក្តៅក្រហាយហើយខំស្អប់ដំរីស្ដនោះខ្លាំងទៅហើយឆ្លើយថាតើសម្លាញ់ឯងចង់ឲ្យគ្នាជួយបែបណាទៅគ្នានឹងជួយឯងឲ្យពេញទំហឹងព្រោះគ្នាក៏មិនពេញចិត្តនឹងទង្វើដែលដំរីស្ដនោះធ្វើមកលើឯងដែរគឺគ្នាចង់ឲ្យឯងទៅចឹកភ្នែកវាឲ្យខ្វាក់ទាំងសងខាងឲ្យវាស្គាល់ការឈឺចាប់បើយើងមិនធ្វើបែបនេះទេថ្ងៃក្រោយវានឹងអាងអំណាចមកធ្វើបាបពួកយើងទៀតជាក់ជាមិនខានមែនហើយសម្លាញ់កុំព្រួយអីចាំគ្នាប្រមូលបងប្អូនយើងដើម្បីទៅចោះភ្នែកអាដំរីនោះឲ្យហើយនឹងសងសឹកឲ្យកូនរបស់ឯងផងចំណែកឯងកាត់ចិត្តទៅណាសម្លាញ់កុំបារម្ភចាំពួកខ្ញុំជួយកុំបារម្ភអីចាំពួកខ្ញុំជួយកុំបារម្ភអីចាំពួកខ្ញុំជួយកុំបារម្ភអីគ្នាអរគុណឯងនិងបងប្អូនឯងផងដែលជួយយកអាសាគ្នាមិនទេថារួចហើយក្អែកនោះក៏ហើរទៅរកដំរីស្ដនោះ
ណែអាដំរីមានធំដំរីមានធំអាដំរីមានធំអាដំរីឃ្លោកអាដំរីឃ្លោកអាដំរីមានធំអាដំរីមានធំអាដំរីឃ្លោក ដំរីឃ្លោក ហើយវាកើតស្អីក្នុងខ្លួនពួកឯងនឹងហ៎ យ៉ាអាដំរីស្ដោឯងគិតថាឯងមានរបស់ឯងធំអាចធ្វើឲ្យគ្រប់គ្នាខ្លាចឯងមែនទេឯងធំតែមានចង្អៀតតែព្រៃទេតែបើប្រាជ្ញាឯងគ្មានទេ យោអាសត្វក្អែកខ្មៅងងឹតទាំងឆ្អឹងកែមិនឡៅតើឯងកើតស្អីក្នុងខ្លួនបានជានាំគ្នាមកជេរយើងបែបនេះ ពួកយើងនឹងសងសឹកឲ្យសម្លាញ់យើង ថាហើយភ្លាមក្អែកក៏បាននាំគ្នាហើរទៅទុំលើក្បាលដំរី ចង់ធ្វើស្អី រួចនាំ អាស គ្នា ត្វក្អែ យក កចង្រៃ ចុកភ្នែកដំរីទាំងសងខាង នៅ នោះ សម្ ឲ្យ ដី ធ្លុះ បានទៀតណោះ ហូរ អា ឈាម ដំរី ឲ្យ ធំ រហែម តែមានខ្សោយប្រាជ្ញា អូយណែ នេះណែ ចេញទៅ នេះ ពួកឯង នេះ ចេញទៅ នេះណែ អូយឈឺអាឈឺអា បង នេះ ប្អូន អូយ បងប្អូន ឈឺ ចឹកគេទៅចឹកគេឲ្យឆ្លុះចឹកទៅ បណ្ដៃខ្ញុំអូយឈឺណាស់ពួកឯងចាំមើល យើងក៏ចាំមើលឯងហើយតើថាឯងអត់មានភ្នែកឯងធ្វើអីកើតនេះគឺជាកម្មពីរបស់ឯងហើយ អូយឈឺណាស់បណ្ដៃខ្ញុំមើលអីមិនឃើញទេ តោះបងប្អូននាំគ្នាទៅវិញសំមុខចឹងចោះឲ្យសំមុខចឹងសំមុខ ស ចឹង មុខ ចោះ ហើយឲ្យសំមុខចឹងចាស់ពេលក្អែកចឹកភ្នែកដំរីហើយមេចាប់ក៏ហៅទៅពឹងពាក់សត្វរុយឲ្យមកទុំភ្នែកដំរីស្ដោនោះម្ដងបងរុយខ្ញុំមានរឿងចង់ពឹងពាក់បងបន្តិច តើមានរឿងអីតើមានរឿងអីមានរឿងអី តើមានរឿងអ្វីអីប្រាប់មកកុំខ្លាចចិត្តខ្លាចថ្លើមអីគឺខ្ញុំចង់ឲ្យបងរុយទៅពងដាក់ដំបៅភ្នែករបស់ដំរីស្ដោកំណាចឲ្យរលួយចេញដង្កូវព្រោះគេបានជន់សម្លាប់កូនរបស់ខ្ញុំអូយដំរីស្ដោនឹងមែនទេអូយមិនអីទេរឿងហ្នឹងក្រុមរបស់ខ្ញុំនឹងជួយឲ្យពេញទំហឹងតែម្ដង ចាំពួកខ្ញុំជួយចាំពួកខ្ញុំជួយ ខ្ញុំអរគុណបងទាំងអស់គ្នាហើយ មែនហើយកុំរំអីពួកខ្ញុំនឹងជួយ ចាំពួកខ្ញុំជួយអូយមិនបាច់គុណស្រ័យអីទេព្រោះដំរីនឹងគ្មានអ្នកណាគេពេញចិត្តទេព្រោះគេអាងខ្លួនធំមៀតធំដំឡើងរឹកអួតអាងបន្ទាប់ពីទទួលបានសំណើពីចាប់ហើយក្រុមរុយក៏បានហោះហើរទៅរកដំរីស្ដោនោះដំរីស្ដោនោះគឺនៅទីនោះតោះយើងពងដាក់ឲ្យច្រើនទៅ តើយើង យើងឆាប់ទៅលឺឡើងឲ្យលឺឡើងទៅលឺឡើង អូយឈឺណាស់អូយខ្ញុំពិតជាឈឺចាប់ណាស់អូយឈឺ យើងនឹងជួយអាចដាក់ផ្នែកឯង អូយអំបិចសំលេងអីចម្លែកម្ល៉េះដូចយន្តហោះ តើមានអីតើ បានហើយពួកយើងទៅវិញតោះលឺឡើងឆាប់ទៅវិញឲ្យលឺឡើង អេដូចជាស្ងាត់វិញហើយរោសំងំដេកតិចសិនព្រោះឈឺរបួសណាស់ ខ្ញុំនឹងចាំមើលថាតើភ្នែកឯងរលួយបែបនេះឯងមានភាពឈឺចាប់បែបណាទៅខ្ញុំនឹងតាមចងគំនុំជាមួយឯងរហូតមេចាប់ធ្វើបាបដំរីមិនអស់ចិនក៏ទៅពឹងកង្កែបឲ្យជួយទៀត ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាមានក្លិនស្អុយចេញពីភ្នែកនិងរមាស់ខ្លាំងម្ល៉េះខ្ញុំពិតជាពិបាកណាស់មើលផ្លូវមិនឃើញហើយឃ្លានទៀតអូយបុកអីចេះបោពាំងផ្លូវនេះ កង្កែបពាក់មុងគីគូពាំងអាយកង្កែបពាក់មុងគីគូពាំងកចាញ់ចែកលៀមម្សៅអាណាមើលអ៊ីងអ៊ុនសាំងកចាញ់ចែកលៀមម្សៅអាណាមើលអ៊ីងអ៊ុនសាំងកង្កែបចេញពីសាលាអើយកែបកង្កែបចេញពីសាលាទៅជួបយាយឆ្មាពាក់អាវធំទៅជួបយាយឆ្មាពាក់អាវធំហើយកង្កែបទុយពិនតែចេញ បងកង្កែបអើយបងកង្កែបជីហើយកលៀនចឹងបងកង្កែបបងកង្កែបជីបងកង្កែបបងកង្កែបងាប់ហើយស្រែកឡើងឈឺកហើយនេះ អីយ៉ាកដុំឆែបចំយ៉ាហើយមកពីការហ្នឹងរវល់តែច្រៀងមិនបានចាប់អារម្មណ៍ មកយូរហើយបងហើយសប្បាយចិត្តម្ល៉េះស្រែកច្រៀងទាំងថ្ងៃហ្មង មានសមាជិកអាណាមេក្តៅពេកចង់បង្ហើសំឡេងហ្នឹងណាក្រែងមានភ្លៀងធ្លាក់មកតិចតិចុំហើយយាយចឹងមករកខ្ញុំមានការអី គឺចង់ពឹងបងរឿងមួយព្រោះខ្ញុំចង់ឲ្យបងទៅស្រែកលើកំពូលភ្នំ ហើយខ្ញុំស្រែកនៅខាងក្រោមអត់សូវលឺមែន ខ្ញុំចង់ឲ្យបងទៅសងសឹកនឹងអាដំរីស្ដោកំណាចឲ្យខ្ញុំព្រោះវាបានជន់សម្លាប់កូនរបស់ខ្ញុំ អូ
យ៉ាអាដំរីនឹងទៀតហើយមែនទេមិនអីទេចាំគ្រួសារមហាសម័យខ្ញុំជួយគ្រាន់តែប៉ុណ្ណឹងមានអីទៅពិបាក កង្កែបពេលដែលបានស្ដាប់រឿងហើយវាធ្វើតាមការសំណូមពររបស់ចាបវាក៏ឡើងទៅលើកំពូលភ្នំស្រែជុំនៅក្បែរមាត់ជ្រូកមួយ សំលេងកង្កែបតើគឺខ្ញុំគិតដើរទៅតាមសំលេងនឹងសិនខ្ញុំពិតជាស្រេកទឹកខ្លាំងណាស់អូយផ្លូវណាផ្លូវអាណាផ្លូវ ដំរីស្ដោខ្វាក់ភ្នែកនោះស្រែកទឹកយ៉ាងខ្លាំងពេលដែលឮសូរសំឡេងកង្កែបយំដូច្នេះវាចំណាំថាកង្កែបវាតែងតែរស់នៅមានថ្លុកមានបឹងមានត្រពាំងដូច្នេះវាក៏សំដៅទៅកន្លែងដែលកង្កែបយំនោះ មិនក៏ពិបាកដើរម្លេះដូចជាដើរឡើងភ្នំទៅវិញមានអារម្មណ៍ថាខ្ពស់ខុសពីធម្មតាដូចដើររាល់ដងផ្លូវនេះមិនក៏ពិបាកដើរម៉ែអូជួយផងអូ ឲ្យសំមុខចឹងចោះនេះគឺជាកម្មពៀដែលអួតអាងមិនប្រមាណខ្លួន និយាយពីមេចាមពេលដែលឃើញដំរីស្ដោធ្លាក់ចុះក្នុងជ្រោះហើយស្លាប់ដូច្នេះវាត្រេកអរណាស់វាស្រែកផ្ចាញ់ផ្ចាលដំរីនោះថាទោះបីអ្នកឯងមានកម្លាំងកាយខ្លាំងក្លាប៉ុណ្ណាក៏ដោយប៉ុន្តែមិនអាចធ្វើការងារបានសម្រេចគ្រប់ភារកិច្ចនោះទេប៉ុន្តែប្រើកម្លាំងប្រាជ្ញាអាចសម្រេចគ្រប់ការងារបានសូម្បីភ្នំធំខ្ពស់ក៏អាចរំលាយរាបស្មើដូចជាផ្ទៃដីបានដែរមេចាបនិយាយរួចហើយក៏ហើរចេញបាត់ទៅនិយាយអំពីអត្ថន័យអប់រំរឿងនេះមានន័យថាការរួបរวมគ្នាអាចធ្វើឲ្យយើងសម្រេចកិច្ចការធំបានយ៉ាងណាមិញដូចជាសត្វចាបក្អែករុយនិងកង្កែបទោះបីជាវាមានកម្លាំងតិចក៏ដោយប៉ុន្តែវាអាចរួមគ្នាសម្លាប់ដំរីដែលមានកម្លាំងខ្លាំងក្លាដោយប្រើប្រាជ្ញារបស់ពួកគេ